ប្រហែលជា20ឆ្នាំមុនខ្ញុំមានមិត្តភក្តិម្នាក់គាត់ឈ្មោះជេកមិត្តភក្តិឈ្មោះជេកហ្នឹងគាត់និទានរឿងប្រាប់ខ្ញុំគិតថារឿងហ្នឹងមានកតេអប់រំល្អចំពោះយុវជនយុវនារីរបស់យើងដែលកំពុងតែរកស៊ីនាពេលបច្ចុប្បន្ននេះរឿងនេះខ្ញុំសូមបញ្ជាក់ថាពេលដែលខ្ញុំនិទានតិចទៅមិនច្បាស់ចំសាច់រឿងដោយប្រភពដើមនឹងទេគ្រាន់តែថាជាអ្វីដែលចងចាំហើយអាចនឹងមានតម្លៃសម្រាប់អប់រំរឿងហ្នឹងថាតាមមិត្តភក្តិខ្ញុំគាត់និយាយហ្នឹងថាមានក្មេងគង្វាលគោម្នាក់គាត់ហត់គាត់ឡើងទៅលើដើមឈើដើមមួយខ្ពស់ហើយដើមហ្នឹងមានម្លប់ទៅឈឹងទៅឆៃអញ្ចឹងពេលមានកូនស្ដាច់មកជ្រកក្រោមដើមឈើហ្នឹងជាមួយនឹងអាម៉ាតគាត់នោមលេងគាត់នោមដាក់ទៅលើក្បាលកូនស្ដាច់ហ្នឹងទៅហើយអាម៉ាតដែលនៅចិត្តហ្នឹងថាអីត្រូវសម្លាប់ក្មេងហ្នឹងប៉ុន្តែស្ដាច់ថាកុំហើយក៏ចេញផុតទៅហើយតាមសាច់រឿងថាមានឲ្យរង្វាន់ទៅក្មេងហ្នឹងទៀតស្ដាច់ហ្នឹងដល់តែថ្ងៃក្រោយមកមានមនុស្សមួយក្រុមទៀតមកហ្នឹងមកកន្លែងដើមឈើដដែលហ្នឹងហើយអញ្ចឹងនោមដាក់ម្សាទៀតពីព្រោះនោមលើកមុនហ្នឹងបានរង្វាន់ដល់ពេលនោមដល់លើកហ្នឹងគេក៏សម្លាប់ក្មេងហ្នឹងទៅដោយសារគេគិតថាក្មេងហ្នឹងប្រមាថហ្នឹងមានន័យថាមាក់ងាយមាក់ថោកមើលងាយមើលថោកដល់គេអញ្ចឹងណានៅក្នុងរឿងហ្នឹងយុវជនយើងតែងតែបើគេធ្វើល្អគេហៅថាគេចិត្តបានចំពោះខ្លួនហ្នឹងតែងតែបានចិត្តវាទៅជាមិនគិតថាគេចិត្តបានចំពោះខ្លួនហើយខ្លួនហ្នឹងត្រូវត្រេះរិះពិចារណារកមើលកន្លែងណាត្រូវសងគុណកតញ្ញូកតវេទីអីទេគឺតែងតែល្ងឹតល្ងងមោហៈតែងតែបដោឲ្យខ្លួនហ្នឹងទៅអាធ្វើខុសបានរង្វាន់អាធ្វើខុសដូចជាមិនអីទេប៉ុន្តែនៅពេលដែលយើងធ្វើខុសដល់កន្លែងមួយនោះវាអីទទួលនៅសេចក្តីមរណាដូចក្មេងគង្វាលគោនឹងអញ្ចឹង